សូមស្វាគមន៍មិត្តអ្នកស្ដាប់ទាំងអស់គ្នាមកកាន់ផ្លូវនៃជីវិតនៅថ្ងៃនេះយើងនឹងរៀនមេរៀនជាមួយគ្នានៅមេរៀនទី8អំពីលោកកាអ៊ីននិងលោកអេបិលចំណុចសំខាន់ដែលយើងត្រូវចងចាំអំពីមេរៀននៅថ្ងៃនេះគឺព្រះជាម្ចាស់ទទួលយកយើងលុះត្រាតែយើងដើរតាមមេគារបស់ទ្រង់នៅក្នុងទំនុកដំកើងចំពោះ9ខ12បានចែងថាត្បិតព្រះអង្គដាក់ទោសអ្នកដែលសម្លាប់គេព្រះអង្គចងចាំជានិច្ចព្រះអង្គមិនបំភ្លេចសម្រែករបស់ជនរងគ្រោះឡើយលោកអាដាមនិងនាងអេវ៉ាត្រូវបានដាច់ចេញពីព្រះជាម្ចាស់ដោយសារតែអំពើបាបរបស់គេនៅក្នុងមេរៀនថ្ងៃនេះយើងនឹងរៀនពីលោកអាដាមនិងនាងអេវ៉ាកូនប្រុសទាំងពីររបស់ពួកគេគឺលោកកាអ៊ីននិងលោកអេបិលសូមឲ្យយើងមើលនៅអ្វីដែលបានកើតឡើងចំពោះលោកកាអ៊ីននិងលោកអេបិលដោយសារតែអំពើបាបរបស់ពួកគេនៅក្នុងព្រះគម្ពីរលោកុបាទចំពុក4ខ1ដល់ខ2បានចែងថាលោកអាដាមរួមរស់ជាមួយនាងអេវ៉ាជាភរិយានាងមានផ្ទៃពោះសម្រាលបានកូនមួយឈ្មោះកាអ៊ីននាងពោលថាខ្ញុំបានបង្កើតមនុស្សម្នាក់ព្រោះព្រះអង្គម្ចាស់ប្រទានឲ្យនាងសម្រាលបានកូនមួយទៀតគឺអេបិលជាកូនប្អូនក្រោយមកលោកអេបិលបានប្រកបរបរជាកងវាលចៀមរីឯលោកកាអ៊ីនជាអ្នកធ្វើស្រែចម្ការនាងអេវ៉ាដឹងថាព្រះជាម្ចាស់ជាព្រះដែលបានប្រទានជីវិតលោកកាអ៊ីននិងលោកអេបិលត្រូវបានកើតក្នុងអំពើបាបដោយសារតែឪពុកម្ដាយរបស់ពួកគេបានធ្វើនៅអំពើបាបពួកគេមិនអាចដោះស្រាយអ្វីបានឡើយនៅពេលដែលពួកគេដាច់ចេញពីព្រះជាម្ចាស់ប៉ុន្តែនៅក្នុងព្រះគុណរបស់ទ្រង់ព្រះជាម្ចាស់មានគម្រោងរៀបចំផ្លូវមួយរួចហើយដើម្បីឲ្យពួកគេចូលមករកទ្រង់ព្រះគម្ពីរមិនបានប្រាប់យើងពីរបៀបដែលព្រះជាម្ចាស់បានប្រាប់ក្រុមគ្រួសាររបស់លោកអាដាមឲ្យចូលមកថ្វាយបង្គំទ្រង់ទេប៉ុន្តែកិត្តវិន័យនិងច្បាប់របស់ព្រះជាម្ចាស់បានពន្យល់នៅក្នុងព្រះគម្ពីរអំពីមូលហេតុរបៀបនិងដង្វាយដែលព្រះជាម្ចាស់អាចទទួលយកនៅពេលថ្វាយបង្គំទ្រង់ដើម្បីថ្វាយបង្គំព្រះជាម្ចាស់បានត្រឹមត្រូវតែដោះស្រាយអំពើបាបជាមុនសិនដូច្នេះពួកគេត្រូវបានណែនាំឲ្យនាំយកកូនឈាមដ៏ល្អឥតខ្ចោះមួយក្បាលមកសម្លាប់ហើយបង្ហូរឈាមរបស់ពួកវានៅក្នុងលោកុបាទចំពុក4ខ3ដល់ខ4បានចែងថាលុះដល់ពេលប្រមូលផលហើយលោកកាអ៊ីនក៏យកភោគផលពីស្រែចម្ការរបស់គាត់មកថ្វាយព្រះអង្គម្ចាស់លោកអេបិលក៏បាននាំយកកូនសត្វដែលកើតមុនគេបង្អស់ក្នុងវងសត្វរបស់គាត់ព្រមទាំងខ្លាញ់របស់វាមកថ្វាយដែរព្រះអង្គម្ចាស់គប់ព្រះハរតីនឹងលោកអេបិលព្រមទាំងដង្វាយរបស់គាត់តែព្រះអង្គមិនគប់ព្រះハរតីនឹងលោកកាអ៊ីនព្រមទាំងដង្វាយរបស់គាត់ទេលោកកាអ៊ីនក្តៅក្រហាយយ៉ាងខ្លាំងហើយក្រពុលមុខទៀតផងទាំងលោកកាអ៊ីននិងលោកអេបិលបានដឹងអំពីព្រះជាម្ចាស់ពីព្រោះពួកគេទាំងពីរនាក់បានថ្វាយដង្វាយដល់ព្រះអង្គលោកអេបិលបានសម្លាប់កូនឈាមដែលកើតមុនគេបង្អស់រួចថ្វាយសាច់ដ៏ល្អបំផុតរបស់កូនឈាមនោះដល់ព្រះជាម្ចាស់ព្រះជាម្ចាស់គប់ព្រះハរតីនិងពេញចិត្តនឹងលោកអេបិលព្រមទាំងដង្វាយរបស់លោកកាអ៊ីនបានយកផលដំបូងមួយចំនួនពីចម្ការរបស់គាត់មកថ្វាយព្រះជាម្ចាស់ហើយព្រះជាម្ចាស់បានបដិសេធលោកកាអ៊ីននិងដង្វាយរបស់គាត់គឺព្រះជាម្ចាស់បានសម្រេចចិត្តថាដង្វាយប្រភេទណាដែលទ្រង់អាចនឹងទទួលយកមិនមែនជាលោកកាអ៊ីនហើយក៏មិនមែនជាលោកអេបិលដែរមានតែអ្នកដែលយល់ស្របជាមួយនឹងព្រះជាម្ចាស់ថាពួកគេជាមនុស្សមានបាបហើយអាចត្រូវបានសង្គ្រោះដោយសារព្រះជាម្ចាស់ទៅមួយអង្គត់ពួកគេនឹងថ្វាយដង្វាយដែលព្រះជាម្ចាស់អាចនឹងទទួលយកតាមវិធីរបស់ព្រះអង្គដោយសារតែលោកកាអ៊ីនមិនជឿលើព្រះជាម្ចាស់គាត់បានថ្វាយភោគផលពីចម្ការរបស់គាត់ដល់ព្រះអង្គជាវិធីរបស់លោកកាអ៊ីនផ្ទាល់មិនមែនជារបស់ព្រះជាម្ចាស់ឡើយនៅក្នុងលោកុបាទចំពុក4ខ6ដល់ខ7បានចែងថាព្រះអង្គម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថាហេតុអ្វីបានជាអ្នកក្តៅក្រហាយហេតុអ្វីបានជាអ្នកក្រពុលមុខដូច្នេះប្រសិនបើអ្នកប្រព្រឹត្តល្អអ្នកនឹងបានរីករាយឡើងវិញជាមិនខានផ្ទុយទៅវិញបើអ្នកមិនប្រព្រឹត្តល្អទេបាបក្រាបនៅមាត់ទ្វាររបស់អ្នកដើម្បីជំរុញអ្នកឲ្យធ្វើតាមវា
តែអ្នកត្រូវបង្ក្រាបវាវិញ ដោយសារតែសេចក្តីស្រឡាញ់ទៅដល់ព្រះជាម្ចាស់ទ្រង់បានដាស់តឿនមានន័យថាទ្រង់បានប្រមានលោកកាអ៊ីនកុំឲ្យធ្វើអំពើបាបហើយនៅក្នុងលោកុបាទចំពុក4ខ8ដល់ខ9បានចែងថា លោកកាអ៊ីនបានបបួលលោកអេប៊លជាប្អូនទៅចំការលុះដល់ហើយគាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិតព្រះអង្គម្ចាស់សួរលោកកាអ៊ីនថាអេប៊លប្អូនរបស់អ្នកនៅឯណាគាត់ទូលព្រះអង្គថាទូលបង្គំមិនដឹងទេតើទូលបង្គំជាអ្នកខ្វៀលប្អូនរបស់ទូលបង្គំឬ ព្រះជាម្ចាស់ជ្រាបថាលោកកាអ៊ីនបានសម្លាប់ប្អូនប្រុសរបស់គាត់ព្រះជាម្ចាស់ចង់ឲ្យលោកកាអ៊ីនទទួលស្គាល់អំពើបាបរបស់ពួកគាត់និងចូលមករកទ្រង់នៅក្នុងលោកុបាទចំពុក4ខ10ដល់ខ15បានចែងថា ព្រះអង្គម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថាម្ដេចអ្នកក៏ប្រព្រឹត្តដូច្នេះសម្រាប់ឈាមប្អូនរបស់អ្នកបានលាន់លឺពីដីឡើងមកដល់យើងឥឡូវនេះអ្នកត្រូវបណ្ដាសាហើយអ្នកត្រូវតែឃ្លាតឆ្ងាយពីដីដែលបានស្រូបយកឈាមប្អូនរបស់អ្នកជាឈាមដែលអ្នកបានបង្ហូរដោយផ្ទាល់ដៃពេលណាអ្នកភ្ជួររាស់ដីនឹងលែងឲ្យភោគផលដល់អ្នកទៀតហើយអ្នកនឹងទៅជាមនុស្សអនាថាសត្វព្រាត់នៅលើផែនដីលោកកាអ៊ីនទូលព្រះអង្គម្ចាស់ថាព្រះអង្គដាក់ទោសទូលបង្គំយ៉ាងនេះធ្ងន់ពេកណាស់ទូលបង្គំទ្រាំមិនបានទេថ្ងៃនេះព្រះអង្គដេញទូលបង្គំចេញពីដីដែលមានជីជាតិល្អទូលបង្គំក៏ត្រូវចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀតហើយនឹងទៅជាមនុស្សអនាថាសត្វព្រាត់នៅលើផែនដីបើមាននរណាម្នាក់ជួបទូលបង្គំគេមុខជាសម្រាប់ទូលបង្គំមិនខានព្រះអង្គម្ចាស់មានព្រះបន្ទូលមកគាត់ថាបើអ្នកណាសម្លាប់កាអ៊ីនគេនឹងសងសឹកអ្នកនោះវិញ1ជា7បន្ទាប់មកព្រះអង្គម្ចាស់ដៅសញ្ញាសម្គាល់មួយនៅលើលោកកាអ៊ីនដូច្នេះពេលមាននរណាជួបគាត់គេនឹងមិនប្រហារជីវិតគាត់ឡើយ ព្រះជាម្ចាស់ដាក់ទោសអំពើបាបហើយនៅក្នុងលោកុបាទចំពុក4ខ16បានចែងថា បន្ទាប់មកទៀតលោកកាអ៊ីនបានចាក់ចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គម្ចាស់ទៅរស់នៅឯស្រុកណូតដែលស្ថិតនៅខាងកើតស្រុកអេដែន លោកកាអ៊ីនបានបដិសេធមិនទទួលស្គាល់អំពើបាបរបស់ខ្លួននិងមិនបន្ទាបខ្លួនចូលទៅរកព្រះជាម្ចាស់ឡើយព្រះជាម្ចាស់បានសូមឲ្យយើងបោះបង់អំពើបាបរបស់យើងដើម្បីក្លាយទៅជាមនុស្សល្អមុនពេលដែលទ្រង់នឹងសង្គ្រោះយើងនោះទេប៉ុន្តែទ្រង់សូមឲ្យយើងចូលមករកឲ្យទ្រង់ដោយសេចក្តីជំនឿដោយការទុកចិត្តលើព្រះអង្គឲ្យផ្លាស់ប្រែយើងនៅក្នុងលោកុបាទចំពុក5ខ3ដល់ខ5បានចែងថា ពេលលោកអាដាមមានអាយុ130ឆ្នាំលោកបង្កើតបានកូនប្រុសមួយមានលក្ខណៈដូចលោកនិងជាតំណាងរបស់លោកហើយដាក់ឈ្មោះថាសេតក្រោយពីលោកអាដាមបង្កើតលោកសេតមកលោករស់នៅបាន800ឆ្នាំទៀតហើយបង្កើតកូនប្រុសកូនស្រីជាច្រើនលោករស់បានទាំងអស់930ឆ្នាំរួចលោកក៏ទទួលមរណភាព លោកអាដាមមានកូនប្រុសម្នាក់ឈ្មោះសេតក្រោយមកលោកអាដាមនិងនាងអេវ៉ាបានស្លាប់តាមរយៈកូនចៅរបស់លោកសេតព្រះជាម្ចាស់នឹងចាត់បញ្ជូនព្រះអង្គសង្គ្រោះឲ្យយាងមកកាន់ពិភពលោកដោយព្រោះតែអំពើបាបបានជាសេចក្តីស្លាប់បានរាលដាលដល់មនុស្សគ្រប់រូបខគម្ពីររ៉ូមចំពុក5ខ12បានចែងយ៉ាងដូចនេះថាតាមរយៈមនុស្សតែម្នាក់បាបបានចូលមកក្នុងពិភពលោកហើយតាមរយៈបាបសេចក្តីស្លាប់ក៏ចូលមកដែរហេតុនេះហើយបានជាសេចក្តីស្លាប់បានរាលដាលដល់មនុស្សគ្រប់រូបពីព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តនៅអំពើបាបខគម្ពីរលោកុបាទចំពុក5ខ22ដល់ខ24បានចែងថា ក្រោយពីបង្កើតម៉ូធូសាឡាលោកហេណុកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់អស់រយៈពេល300ឆ្នាំហើយបង្កើតកូនប្រុសកូនស្រីជាច្រើនលោករស់បានទាំងអស់365ឆ្នាំលោកហេណុកដើរតាមមាគ៌ារបស់ព្រះជាម្ចាស់បន្ទាប់មកគេលែងឃើញគាត់នៅលើផែនដីទៀតហើយព្រោះព្រះជាម្ចាស់បានលើកគាត់ឡើងទៅ លោកហេណុកគឺជាកូនចៅរបស់លោកសេតលោកហេណុកក៏បានបង្កើតមកក្នុងអំពើបាបដែរប៉ុន្តែគាត់បានជឿលើព្រះជាម្ចាស់គាត់បានប្រមានមនុស្សថាព្រះជាម្ចាស់នឹងដាក់ទោសចំពោះអំពើអាក្រក់របស់ពួកគេលោកហេណុកមិនបានស្លាប់ឡើយប៉ុន្តែព្រះជាម្ចាស់បានលើកគាត់ឡើងទៅស្ថានសួគ៌ព្រះជាម្ចាស់អាចធ្វើគ្រប់កិច្ចការទាំងអស់ដែលទ្រង់សពហរតីចង់ធ្វើពីព្រោះទ្រង់គឺជាព្រះ
ព្រះជាម្ចាស់គឺជាព្រះដែលមានសណ្ដាប់ធ្នាប់ទ្រង់បានសម្រេចព្រះハរតីថាដងវាយណាដែលទ្រង់អាចនឹងទទួលយកបានទ្រង់ជ្រាបរាល់កិច្ចការទាំងអស់ហេតុនេះហើយបានជាទ្រង់ដឹងពីការជំរុញទឹកចិត្តនៅពីក្រោយការដែលមនុស្សម្នាក់ថ្វាយដងវាយដល់ព្រះអង្គព្រះជាម្ចាស់អាចជ្រាបរាល់ការគិតរបស់ពួកយើងខ្ញុំមានសំណួរមួយសួរបងប្អូនថាតើមានអ្វីដែលធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលអំពីរឿងនេះតើមានអ្វីដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍បំផុតនៅក្នុងរឿងនេះបន្ទាប់ពីយើងស្ដាប់រឿងនេះហើយសូមបងប្អូនបានប្រាប់នរណាម្នាក់ពីអ្វីដែលបងប្អូនរៀនពីព្រះបន្ទូលរបស់ព្រះនៅក្នុងសប្តាហ៍នេះហើយយើងនឹងជួបគ្នាម្ដងទៀតនៅមេរៀនក្រោយ